បាទកូនច្រើនពុកម៉ែបងប្អូនទស្សនិកជនជាទីមេត្រីយើងក៏ឈានមកដល់គូទី5នៅក្នុងប្រភេទទង្វើបាទគូ25នៅក្នុងប្រភេទទង្វើ60គីឡូក្រាមបង្គោលក្រហមផលលីហូបង្គោលខៀវភឿនសម្បត្តិដែលបងប្អូនយើងស្គាល់ថាជាពេជ្រសម្បត្តិបាទឆ្វេងពីសម្បត្តិសងស្នាមមកវិញពីផលលីហូកម្ពស់កប៉ល្អសំស្រួលទម្ងន់ក៏ស្មើគ្នាលើកឆ្វេងថែមស្នាមកណ្ដាប់ដៃសអនុចិត្ត2ផលលីហូលើកស្នាម2លីហូល្បីថាសម្បត្តិល្អដៃលីហូមកសុំសាកកណ្ដាប់ដៃនៅក្នុងការប្រកួតបាទជំរុះព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិអូមកដៃស្នាមពីផលលីហូបាទវាស្ដាំពីដៃពីសម្បត្តិតែមិនតាន់ពេញគោលដៅលោកឆ្វេងម្ដាយវាពុតទឹកពីផលីហូថែមមួយដៃស្ដាំពីផលីហូលោកឆ្វេងសងមួយពីសម្បត្តិដើម្បីធ្វើការសងស្ដាំកណ្ដាប់ដៃត្រង់ល្អមែនទែនសងស្ដាំទៅវិញពីពេជ្រសម្បត្តិមង្គលខៀវរងមកចាន់ឆ្វេងពីលីហូចំហមមអាវុធធ្ងន់បុកកែងឆ្វេងឬក៏កែងសព្រះរៀមពីផលីហូមួយដៃស្ដាំពីពេជ្រសម្បត្តិអាយ៉ាតំណងមកគាត់លីហូមកដៃស្ដាំណែបងប្អូនយើងចាប់ផ្ដើមស្គាល់លីហូមកប្រកួតនេះហើយជួយគ្រប់គ្រងទាំងពីរសិតសឹងតែអ្នកតំណាងឲ្យគុនខ្មែរលោកស្ដាមឲ្យកោកែងបាត់ឆ្វេងដល់កូនដៃទេដេញតាមជាបន្តទៀតធាក់ទងមកសិនពីលីហូហាក់ដូចជាចេញអាវុធច្រើនជាងនៅតាមទឹកទី1ចេញធ្ងន់ចំកូនដៃច្រើនសម្បត្តិក៏ដេញតាមលោកស្ដាមមកដៃពីភឿនសម្បត្តិជាងពីសម្បត្តិមកដៃស្ដាមពីលីហូផលលីហូដេញតាមលោកស្ដាំជាបន្តទៀតពីលីហូមួយដៃស្ដាំកណ្ដាប់ដៃសល់ចិត្តពីលីហូដើម្បីធ្វើការពីពេជ្រសម្បត្តិទល់មកឈោពីតម្រងអូហាក់នៅបានពុស្លាបុកកែឆ្វេងបដកែកែសព្រះរៀនពីភឿនសម្បត្តិលោកស្ដាំមិនដៃពីបត្តិបាត់កែស្ដាំពីផលលីហូបាទសូមសម្លេងហូមួយតែចូលតងដៃវាយតែម្ដងក៏ជាប់ទឹកទី1ទី25ឈានចូលមកដល់ទឹកទី2ក្រហមអ្នកបាត់ដំបងដងស្ទឹងសង្កែផនលីហូប៉ះជាមួយអ្នកខេត្តកំពង់ស្ពឺបាទគឺភឿងសម្បត្តិបាទណែបាទបដូរទៅបដូរមកបាទក្រហមអត់ខ្លាចសម្បត្តិទេបាទក្រហមអត់ខ្លាចទេបាទសម្បត្តិជាយាមដើរចូលបាទផនលីហូបាទផនលីហូថ្ងៃនេះគឺថាធ្វើឲ្យបងប្អូនយើងចំណាំមុខគាត់តែម្ដងបាទចាញ់ឈ្នះគឺមិនដឹងបាទសំខាន់គឺថាបាទឆន្ទៈរបស់ក្រហមអត់ខ្លាចទេបាទអត់ខ្លាចបាទទោះបីជាភឿងសម្បត្តិបាទល្បីប៉ុណ្ណាក៏ដោយបាទសម្បត្តិជាយាមដើរចូលម៉ាត់ដៃស្ដាំពីរដៃរបស់បាទលីហូបាទលីហូបាទជាយាមញាក់ម៉ាត់ម្ដាយស្ដាំបាទបើស្គៀមបាទបដូរគ្នាអាយ៉ាធាក់ទល់បាទកែងក៏បានបាទកណ្ដាប់ដៃក៏បានបដូរគ្នាចូលចាប់បាទជាយាមរលាស់ចេញបាទពីសម្បត្តិបាទណែរលាស់ចេញបានលីហូបាទរៀងរអិលជើងតិចបាទប្រកួតជាបន្តទៀតបាទកណ្ដាប់ដៃទៅមកបាទបដូរបាត់ដៃរបស់លីហូបើស្គៀមបាទកែងខ្លីរបស់លីហូបាទម៉ាត់ដៃស្ដាំរបស់សម្បត្តិបាទដើរចូលបាទលើក្រោមរបស់សម្បត្តិចប់ទឹកទី2ទឹកទី3ជាទឹកដាច់ព្រាត់រោគជើងខ្លាំងដែលបំធ្វើបាទដើម្បីធ្វើការប្រកួតតំណាងឲ្យជាតិបាទដើម្បីតំណាងឲ្យគុនខ្មែរទាំងមូលទាំងរងយើងជាមកដល់ទឹកទី3ដែលជើងទឹកផ្ដាច់ព្រាត់បង្គោលក្រហមផលលីហូបង្គោលខៀវភឿនសម្បត្តិធាក់ទុំមួយសិនទឹកឆ្វេងពីលីហូទឹកស្លាមសងពីពេជ្រសម្បត្តិដេញតាមវាបាទបដោកណ្ដាប់ដៃគ្នាធាក់ឆ្វេងទល់ពីលីហូរមកប្រចាំឆ្វេងលោកស្លាមពីលីហូវាស្លាមបន្ទឹកពីពេជ្រសម្បត្តិលោកមកដៃស្លាមពីផលលីហូដើរចូលណែមួយដៃស្ដាំពីសម្បត្តិបន្តដើរចូលជាបន្តទៀតបាត់កែងស្ដាំបណ្ដាមិនដល់ទេតែនឹងបាំងលោកស្ដាំពីលីហូបាទវេស្ដាំពីពេជ្រសម្បត្តិរងប្រចាំឆ្វេងពីផលលីហូរអល់តិចលោកស្ដាំពីពេជ្រសម្បត្តិចំពេញបាត់កែងស្ដាំពីសម្បត្តិសំមកដល់ស្ដាំពីផលលីហូទឹកបីក៏ក្រាស់លោកស្ដាំពីលីហូសោស្ដាំលោកឆ្វេងបាទសុំសម្លេងហូមួយទៀតចាប់គ្រាធ្វើអីចេញមិនចេញបាទធ្វើអីមិនចេញលោកកញ្ញាកណ្ដាលក៏ចាប់បំបញ្ញែកអ្នកទាំងពីរទាញមកកណ្ដាលសង្វៀនវាស្ដាំពុតទឹកពីពេជ្រសម្បត្តិដើរចូលចាប់គ្រាដល់ខ្លួនបុកកណ្ដោតចៃស្ដាំពីសម្បត្តិលោកមកដៃស្ដាំពីសម្បត្តិថែមស្ដាំពីសម្បត្តិធាក់ទោវាពុតទឹកបដោកណ្ដាប់ដៃណែរូបកៃស្ដាំពីសម្បត្តិថែមស្ដាំពីសម្បត្តិបដោមកវិញពីលីហូចង់ទឹកនេះហើយដូចជាចង់កាំងក្បាច់ជិះសម្រាប់លីហូសម្បត្តិសម្រាប់ហើយដើរចូលក៏ចាប់ទឹកទី3ក៏ក្រៅសម្រាប់វត្តមានហ្វឹកម៉ែបងប្អូនអ្នកគ្រប់គ្រងនៅទីរួមខេត្តកំពង់ឆ្នាំងបង្គោលខៀវកីឡាករភឿងសម្បត្តិអ្នកកីឡាករបង្គោលក្រហមផនលីហូដោយពិន្ទុ